គ្រប់គ្នាខំតែជួយអក្រោយដឹងដំណឹងថាលើបរិយាចេញពីពន្ធនាគារហើយជាមួយកូនភ្លោះក្នុងផ្ទៃមិនចាំយូរលោកហេងកំហៀងជាស្វាមីចេញមកបញ្ជាក់ច្បាស់ៗបែបនេះថាអរគុណសម្រាប់ការស្រឡាញ់និងគាំទ្រតែព័ត៌មាននេះមិនពិតនោះទេក្រោយផ្ទុះព័ត៌មានថាអ្នកនាងលើបរិយាមានសេរីភាពវិញស្រាប់តែស្វាមីចេញមុខបដិសេធនិងរិះគន់ផេកដែលយកភាពឈឺចាប់របស់មនុស្សកំពុងពោពោះចិត្តគ្រប់ខែមកធ្វើជាលបែងសើចសប្បាយមហាជនអ្នកគាំទ្រជាច្រើនបានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងក្រោយពីដឹងការពិតជុំវិញការចុះផ្សាយបំភាន់ភ្នែកមហាជនអំពីស្ថានភាពរបស់អ្នកនាងលើបរិយាជាការបកស្រាយលោកហេងកំហៀងបានធ្វើការបដិសេធទាំងស្រុងស្វាមីរបស់អ្នកនាងលើបរិយាបានបញ្ជាក់យ៉ាងច្បាស់ៗថាព័ត៌មានដែលថាភរិយាលោកត្រូវបានដោះលែងគឺមិនមែនជាការពិតនោះឡើយទឹកចិត្តជាស្វាមីទប់ចិត្តមិនជាប់លោកហេងកំហៀងបានត្រឹមតែបង្ហោះសារបញ្ជាក់ប្រាប់មហាជនបែបនេះវិញថាអរគុណសម្រាប់ការស្រឡាញ់និងគាំទ្រតែព័ត៌មាននេះមិនពិតនោះទេមិនអស់ចិត្តលោកហេងកំហៀងហួសចិត្តក្រោយឃើញមានអ្នកយករូបភរិយារបស់ខ្លួនអ្នកនាងលើបរិយាក្នុងស្ថានភាពពើពោះចិត្តគ្រប់ខែយកទៅផុសក្នុងការចង់បាន like និង share ជាព័ត៌មានមិនពិតនោះដោយលោកបានបង្ហោះសារទាំងអួរដើមកដាក់ចំបែបនេះថាមានចិត្តជាមនុស្សខ្លះទេហេតុតែចង់បាន like និង share យករូបមនុស្សពើពោះចិត្តគ្រប់ខែហើយស្ថិតក្នុងឯកសណ្ឋានបែបហ្នឹងយកមកលេងសើចអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិខឹងសម្បារចំពោះការប្រឌិតរឿងបំពានលើអ្នកមានផ្ទៃពោះនិងខ្លះទៀតសោកស្ដាយព្រោះខំរំភើបស្មានតែអ្នកនាងលើបរិយាបានចេញមកវិញពិតមែនក្រោយមហាជនបានដឹងរឿងបែបនេះក៏បានធ្វើការបញ្ចេញមតិដែរថាមិនគួរផុសរូបគាត់ក្នុងពេលបែបនេះទេតែខ្ញុំឃើញរូបគាត់ហើយខ្ញុំពិតជាក្តុកក្តួលក្នុងចិត្តអាណិតគាត់ខ្លាំងណាស់ដើម្បីប្រយោជន៍ខ្លួនឯងអ្វីក៏អាចធ្វើបានដែរបងពួកនេះវាអត់ខួរហើយវាយកអ្នកពើពោះមកលេងសើចខមមិនខ្លះទៀតបានលើកឡើងថាឲ្យប្រផ្នូលល្អហើយប្អូនអាចថា2ឬ3ថ្ងៃទៀតចេញមកមែនក៏ថាបានសូមជូនពរប្អូនយ៉ាសុខភាពល្អទាំងម្ដាយនិងក្មួយទាំងពីរ